การนองกำเพลิงកំពុងក្តៅផងរឿងអីត្រូវឈប់បាញ់អ៊ុយក្រែនមិនចាញ់ល្បិចបោកប្រាស់របស់អ្នកនោះទេយើងមិនទទួលយកបទឈប់បាញ់រយៈពេល36ម៉ោងដែលស្នើដោយលោក Vladimir Putin នោះឡើយនេះគឺជាការច្រានចោលរបស់លោក Zelensky គណៈឃើញអាមេរិកនិងអាល្លឺម៉ង់ក្រុងបញ្ជូនរថក្រោះក្រាក់ៗមកឲ្យខ្លួននៅពេលឆាប់ៗនោះកញ្ចប់អាវុធរបស់អាមេរិកកាំងដែលគ្រោងប្រកាសនៅថ្ងៃសុក្រនេះគឺរួមមានទាំងរថក្រោះ Bradley ប្រហែល50គ្រឿងដែលជាផ្នែកនៃជំនួយសន្តិសុខដែលមានទំហំទឹកប្រាក់ប្រហែលជា$2,800 លានអាមេរិកកាំងរីឯអាល្លឺម៉ង់នឹងផ្ដល់រថក្រោះ Marder នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយលោកប្រធានាធិបតី Joe Biden និងលោក Alessio អធិការបតីអាល្លឺម៉ង់កាលពីថ្ងៃប្រហ័សគ្រាន់តែឃើញបែបនេះភ្លាមលោកប្រធានាធិបតី Zelensky មិនយកត្រចៀកស្ដាប់ការស្នើរបស់រុស្ស៊ីនោះឡើយដោយលោកបានទាត់ចោលសំណើរបស់លោក Putin ដែលស្នើសុំឈប់បាញ់រយៈពេល36ម៉ោងដោយចាប់ផ្ដើមពីរុស្ស៊ីថ្ងៃសុក្រនេះតទៅហើយបញ្ចប់ទៅវិញនៅពាក់កណ្ដាលអាទិត្យថ្ងៃសៅរ៍ដើម្បីទុកឱកាសឲ្យពលរដ្ឋបានប្រពៃពិធីបុណ្យគ្រីស្មាស់ក្នុងសាសនាគ្រិស្តនិកាយ Orthodox ប្រកបដោយសុវត្ថិភាពនោះលោក Zelensky បានលើកឡើងនៅក្នុងសម្រងសម្ដីដើមថាវាជាល្បិចរបស់លោក Putin ទេឥឡូវពួកគេចង់ប្រើប្រាស់បុណ្យគ្រីស្មាស់ជាខែលនិយាយឲ្យខ្លីទៅគឺដើម្បីបង្អាក់ការរលទៅមុខរបស់ទាហានអ៊ុយក្រែននៅដិនបាសនិងដើម្បីឆ្លៀតឱកាសដឹកអាវុធនិងដឹកគ្រាប់និងចល័តទ័ពមកក្បែរទីតាំងរបស់យើងសម្រាប់លោកប្រធានាធិបតី Joe Biden ដែលជាមហាមិត្តរបស់លោក Zelensky បានលើកឡើងផងដែរថាលោក Putin ជិតដាច់ខ្យល់ហើយទើបស្នើសុំបទឈប់បាញ់គ្នាមួយរយៈបែបនេះដើម្បីបានឱកាសរកអុកស៊ីហ្សែនដកដង្ហើមឡើងវិញលោក Joe Biden បានបន្ថែមដោយសម្ដៅដល់លោក Putin ថាគាត់បានទម្លាក់គ្រាប់លើមន្ទីរពេទ្យនិងព្រះវិហាររួចហើយកាលពីថ្ងៃទី25និងកាលពីថ្ងៃបុណ្យឆ្លងឆ្នាំថ្មីហេតុដូច្នេះខ្ញុំស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោក Putin បានស្នើឡើងរុស្ស៊ីនិងបេឡារុសបន្តបង្កើនសកម្មភាពយោធារួមគ្នាកាន់តែខ្លាំងឡើងហើយដោយមានទាំងការចល័តទ័ពនិងសពាវុធពិសេសគណៈក្រុងធ្វើសមយុទ្ធដែនអាកាសរួមគ្នាបន្ថែមទៀតផងដែរនេះបើយោងតាមការប្រកាសដោយក្រសួងការពារជាតិបេឡារុសកាលពីម្សិលមិញនេះក្រសួងការពារជាតិបេឡារុសបានលើកឡើងបន្តថាការសម្រេចបង្កើតក្រុមយោធានៅក្នុងតំបន់លើទឹកដីបេឡារុសគឺដើម្បីការពារប្រទេសសម្ព័ន្ធមិត្តដោយផ្អែកទៅលើស្ថានភាពបច្ចុប្បន្នតាមព្រំដែនហើយកងទ័ពអាវុធនិងឧបករណ៍យោធាពិសេសរបស់សហព័ន្ធរុស្ស៊ីនឹងបន្តដឹកមកកាន់បេឡារុសបន្ថែមទៀតផងដែរសកម្មភាពទាំងនេះបានធ្វើឲ្យអ៊ុយក្រែនព្រួយបារម្ភកាន់តែខ្លាំងឡើងខ្លាចលោកប្រធានាធិបតី Vladimir Putin ប្រើប្រាស់ទឹកដីបេឡារុសជាកន្លែងដើម្បីបើកការវាយលុកដោយទ័ពថ្មើរជើងលើអ៊ុយក្រែនចេញពីភាគខាងជើងមកវិញព្រោះរុស្ស៊ីធ្លាប់ប្រើប្រាស់ទឹកដីបេឡារុសដើម្បីបញ្ជូនទ័ពចូលអ៊ុយក្រែនម្ដងរួចមកហើយកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022លោក Recep Tayyip Erdogan ប្រធានាធិបតីទូគីដែលដើរតួជាអ្នកសម្របសម្រួលនៅក្នុងចំនួនរវាងរុស្ស៊ីនិងអ៊ុយក្រែននោះបានហៅទូរស័ព្ទទៅកាន់លោក Zelensky ផងនិងលោក Vladimir Putin ផងកាលពីថ្ងៃប្រហ័សម្សិលមិញនេះលោកបានប្រាប់លោកប្រធានាធិបតី Zelensky ថាទូគីបានត្រៀមខ្លួនរួចហើយដើម្បីធ្វើជាអ្នកសម្របសម្រួលដើម្បីសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយនៅក្នុងកិច្ចសន្ទនាជាមួយនឹងលោកប្រធានាធិបតី Vladimir Putin លោក Erdogan បានប្រាប់លោក Putin ថាការចរចាសន្តិភាពអាចកើតមានទៅបានគួរតែមានការប្រកាសបទជបាញ់ដោយឯកតោភាគីសិននិងគួរតែមានដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ទោះបីជាយ៉ាងណាលោក Vladimir Putin បានប្រាប់លោក Erdogan ទៅវិញថាទីក្រុងមូស្គូបើកចិត្តចរចាជានិច្ចប៉ុន្តែទីក្រុងគៀវដាច់ខាតត្រូវតែទទួលយកការពិតថ្មីពលគឺត្រូវតែទទួលស្គាល់ថាតំបន់ទាំង4ដែលព្រមរួមរស់ជាមួយរុស្ស៊ីគឺជាផ្នែកនៃទឹកដីរបស់រុស្ស៊ីជាមុនសិននេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញដោយសេតវិមានក្រំឡាំងមហាអំណាចលេខ1អាមេរិកញួរមហាយៈចិនឲ្យផ្ទុះកំហឹងទៀតហើយនៅពេលនេះតាមរយៈការបញ្ជូននាវាចម្បាំងមួយគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដល់រសើបជាថ្មីកាលពីថ្ងៃប្រហ័សនៅក្នុងអ្វីដែលយោធាអាមេរិកចាត់ទុកថាគឺជាសកម្មភាពតាមទម្លាប់ធម្មតានៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលដកស្រង់ដោយភ្នាក់ងារសារព័ត៌មាន Reuters យោធាអាមេរិកបានលើកឡើងថានាវាពិឃាតដែលមានឈ្មោះថា Yonghon ស្ថិតនៅក្នុងត្រកូល Allenberg ដែលមានបំពាក់ដោយមីស៊ីលបញ្ជាផ្លូវពិតជាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់មែនដើម្បីបង្ហាញឲ្យឃើញអំពីការតាំងចិត្តរបស់អាមេរិកក្នុងការការពារសេរីភាពនៃការធ្វើដំណើរដោយសេរីភាពនៅក្នុងតំបន់ Indo-Pacific ដោយឡែកលោក Penyu ដែលជាអ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុង Washington បានចេញសេចក្តីថ្លែងការណ៍តបវិញថាចិនប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះហើយសូមអាមេរិកបញ្ឈប់ទង្វើបង្កចំនួនបែបនេះជាបន្ទាន់ព្រោះវាធ្វើឲ្យខូចសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ទៅវិញទេអ្នកនាំពាក្យរំនេះបានបន្តថានាវាចម្បាំងអាមេរិក
តែងតែដំឡើងសាច់ដុំរបស់ខ្លួនដោយយកបបផែតការពីសេរីភាពនៃការធ្វើដំណើរមកបាំងមុខដែលនេះមិនមែនជាការរក្សាសេរីភាពនៅក្នុងតំបន់នោះទេឃើញមហាយៈចិនវាយបកទៅអាមេរិកវិញបែបនេះកោះតៃវ៉ាន់បានចេញការពីសម្ព័ន្ធមិត្តរបស់ខ្លួនថាទង្វើរបស់អាមេរិកដូចជាមិនទាស់ខុសអីនោះឡើយពលគឺត្រឹមត្រូវដូចសពមួយដងទេពីសហភាពអឺរ៉ុបដែលទើបតែរកឃើញកិច្ចព្រមព្រៀងរួមគ្នាដើម្បីឆ្លើយតបនឹងសន្ទុះកំណើនឆ្លងជំងឺ Covid នៅក្នុងប្រទេសចិនជំរាបសួរបុប្ផាចាស់ជំរាបសួរភិរៈបន្ទាប់ពីខ្វែងគំនិតគ្នាអស់ជាច្រើនថ្ងៃប្រទេសសមាជិកអឺរ៉ុបទាំង27នឹងនៅទីបំផុតបានឯកភាពគ្នាកាលពីថ្ងៃពុធម្សិលមិញដើម្បីអនុវត្តវិធានការរឹតបន្តឹងលើអ្នកដំណើរមកពីប្រទេសចិនគេដឹងទេបុប្ផាតើប្រទេសសមាជិកអឺរ៉ុបប្រុងនឹងចាត់វិធានការរឹតបន្តឹងអ្វីខ្លះទៅលើអ្នកដំណើរមកពីចិននោះបានចាត់ភារកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបកាលពីថ្ងៃពុធម្សិលមិញគ្រាន់តែនិយាយអំពីសេចក្តីណែនាំក៏ប៉ុន្តែគឺមិនបានចាប់តម្រូវឲ្យប្រទេសសមាជិកអឺរ៉ុបត្រូវតែធ្វើនោះទេមានន័យថាប្រទេសសមាជិកអឺរ៉ុបនៅតែមានសេរីភាពនៅក្នុងការអនុវត្តឬក៏មិនអនុវត្តតាមសេចក្តីណែនាំរបស់សហភាពអឺរ៉ុបបើតាមកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបភារៈគេណែនាំឲ្យប្រទេសសមាជិកដាក់កម្រិតឲ្យអ្នកដំណើរមកពីប្រទេសចិននឹងត្រូវតែមាននៅក្នុងដៃនៅលទ្ធផលតេស្ត COVID អវិជ្ជមាននៅក្នុងរយៈពេល48ម៉ោងមុនឡើងយន្តហោះសេចក្តីណែនាំរបស់សហភាពអឺរ៉ុបនេះធ្វើឡើងដោយផ្អែកទៅលើលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការសន្តិសុខសុខភាពដែលប្រមូលផ្ដុំទៅដោយអ្នកជំនាញសុខភាពរបស់ប្រទេសសមាជិកអឺរ៉ុបទាំង27បើតាមកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបអភិរក្សប្រទេសសមាជិកអឺរ៉ុបទាំង27គឺត្រូវបានលើកទឹកចិត្តផងដែរឲ្យធ្វើតេស្តបន្ថែមទៅលើអ្នកដំណើរមកពីប្រទេសចិននៅពេលដែលពួកគេមកដល់ព្រលានយន្តហោះនៅក្នុងទឹកដីអឺរ៉ុបការធ្វើតេស្តបែបចោះពលគឺមិនអនុវត្តជាទូទៅនោះទេក្រៅពីនោះប្រទេសសមាជិកអឺរ៉ុបយល់ព្រមព្រៀងគ្នាផងដែរដើម្បីណែនាំឲ្យរាល់អ្នកដំណើរទៅឬក៏មកពីប្រទេសចិននឹងត្រូវតែពាក់ម៉ាស់ចុងក្រោយភារៈសហភាពអឺរ៉ុបលើកទឹកចិត្តឲ្យប្រទេសសមាជិកធ្វើតេស្តទៅលើទឹកដែលប្រើប្រាស់រួចហើយនៅតាមយន្តហោះដែលចេញដំណើរមកពីប្រទេសចិននៅភារៈប៉ុន្តែមជ្ឈមណ្ឌលអឺរ៉ុបដើម្បីបង្ការនិងត្រួតពិនិត្យជំងឺដែលជាស្ថាប័នសុខភាពសំខាន់មួយរបស់អឺរ៉ុបធ្លាប់បានវាយតម្លៃឲ្យថាវិធានការធ្វើតេស្តលើអ្នកដំណើរមកពីចិនគ្មានប្រយោជន៍និងថាការផ្ទុះឆ្លងជំងឺ Covid នៅចិននឹងមិនធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពឆ្លងជំងឺ Covid នៅអឺរ៉ុបដែរអញ្ចឹងតើសហភាពអឺរ៉ុបចាត់វិធានការធ្វើតេស្តលើអ្នកដំណើរមកពីចិនធ្វើអីបានចាត់ភារៈនៅមួយថ្ងៃមុនសហភាពអឺរ៉ុបចេញកិច្ចព្រមព្រៀងដើម្បីណែនាំឲ្យគេរឹតបន្តឹងសុខភាពទៅលើអ្នកដំណើរមកពីប្រទេសចិនទៅទៀតមជ្ឈមណ្ឌលអឺរ៉ុបដើម្បីបង្ការហើយនឹងត្រួតពិនិត្យជំងឺបានចេញមកបញ្ជាក់អះអាងសារជាថ្មីថាការធ្វើតេស្ត COVID ចាំបាច់ទៅលើអ្នកដំណើរមកពីប្រទេសចិននឹងគឺមិនសមហេតុផលហើយក៏គ្មានប្រយោជន៍នោះទេពីព្រោះថាអឺរ៉ុបមានប្រព័ន្ធភាពសមរម្យនៅក្នុងចំណោមប្រជាជនរួចទៅហើយម្យ៉ាងមេរោគ COVID ដែលកំពុងតែឆ្លងរាតត្បាតខ្លាំងនៅប្រទេសចិនសប្តាហ៍ថ្ងៃហ្នឹងគឺដូចគ្នាទៅនឹងមេរោគ COVID បំផ្លាញខ្លួនអូមីក្រុងដែលកំពុងតែចរាចរនៅក្នុងទឹកដីអឺរ៉ុបក៏ប៉ុន្តែអ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុបវិញបាននិយាយថាសហភាពអឺរ៉ុបភារៈបានសម្រេចចិត្តដោយផ្អែកទៅលើវិទ្យាសាស្ត្រហើយនឹងដោយមើលទៅលើស្ថានភាពជាក់ស្ដែងនៅប្រទេសចិនសម្រាប់អ្នកនាំពាក្យអឺរ៉ុបគឺថាសហភាពអឺរ៉ុបមានចំណាត់ការពិសេសតែទៅលើអ្នកដំណើរមកពីចិនក៏ដោយសារតែយល់ឃើញថាទិន្នន័យនៅប្រទេសចិននឹងគ្មានតម្លាភាពតទៅសោះជាក់ស្ដែងចិនបានប្រកាសជាផ្លូវការថាមានអ្នកស្លាប់តែ23នាក់គិតចាប់តាំងពីការផ្ទុះរាលដាលខ្លាំងជំងឺ Covid នៅក្រៅឈប់អនុវត្ត Covid Zone ក៏ប៉ុន្តែតួលេខនេះភារៈគឺតិចតួចខុសឆ្ងាយណាស់ពីស្ថានភាពជាក់ស្ដែងនៅតាមមន្ទីរពេទ្យនៅប្រទេសចិននៅបន្ទប់សង្គ្រោះបន្ទាន់ហើយនឹងនៅកន្លែងបូជាសពនៅប្រទេសចិនជាការពិតចំណាត់ការទាមទារឲ្យអ្នកដំណើរមកពីចិនត្រូវតែមានលទ្ធផលតេស្ត COVID អវិជ្ជមាននៅក្នុងដៃមុននឹងឡើងយន្តហោះនេះភារៈគឺនឹងមិនអាចទៅទប់ស្កាត់កុំឲ្យអ្នកដំណើរនាំយកមេរោគ COVID ចូលទឹកដីអឺរ៉ុបណាឧទាហរណ៍នៅក្នុងករណីប្រទេសបារាំងផ្ទាល់ការធ្វើតេស្តកាលពីថ្ងៃអង្គារនៅព្រលានយន្តហោះមួយកន្លែងបានបង្ហាញថាអ្នកដំណើរម្នាក់នៅក្នុងចំណោមអ្នកដំណើរ3នាក់មកពីចិនត្រូវបានគេធ្វើតេស្តរកឃើញមានវិជ្ជមាន COVIDសម្រាប់អាជ្ញាធរបារាំងក៏ដូចជារដ្ឋមន្ត្រីសុខភាពអឺរ៉ុបដែលជួបប្រជុំគ្នាកាលពីថ្ងៃពុធម្សិលមិញភារៈដោយសារតែចិនមិនសូវមានតម្លាភាពនៅក្នុងការបង្ហាញតួលេខពិតប្រាកដស្ដីពីការឆ្លងរាលដាល COVID នៅក្នុងប្រទេសការធ្វើតេស្តបន្ថែមទៅលើអ្នកដំណើរមកពីប្រទេសចិនហ្នឹងគឺនឹងអាចជួយឲ្យភាគីអឺរ៉ុបនឹងអាចយល់បានដឹងច្បាស់ពីស្ថានភាពឆ្លងសប្តាហ៍ថ្ងៃនៃមេរោគ COVID នៅប្រទេសចិនអ្វីដែលគេចង់ដឹងច្បាស់នោះភារៈគឺថាតើអ្នកដំណើរមកពីចិនមានមេរោគ COVID បំផ្លាញខ្លួនថ្មីដែលអាចឆ្លងលឿនហើយនឹងគ្រោះថ្នាក់ជាងមេរោគ COVID អូមីក្រុងដែរឬទេការស្វែងយល់បន្ថែមពីប្រភេទមេរោគ
កូវីដបំផ្លាញខ្លួនថ្មីដែលអាចចរាចរចូលមកអឺរ៉ុបហ្នឹងគឺនឹងអាចជួយឲ្យភាគីអឺរ៉ុបបានអាចប្រុងប្រៀបខ្លួនចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីការពារប្រព័ន្ធសុខាភិបាលរបស់អឺរ៉ុបអភិរក្ស ឆ្ងល់ដែរបុប្ផាហេតុអ្វីបានជាអ្នកជំនាញសុខភាពអឺរ៉ុបនឹងលើកទឹកចិត្តឲ្យគេធ្វើតេស្តលើទឹកដែលប្រើប្រាស់ទៅលើយន្តហោះតើគេចង់បានអ្វីឲ្យប្រកាសនោះបាន ចាត់ភិរៈនៅមុនសេចក្តីណែនាំរបស់សហភាពអឺរ៉ុបប្រទេសមួយចំនួនដូចជា Belgium, Autriche, អូស្ត្រាលីហើយនិងកាណាដាផ្ទាល់គឺបានចាត់វិធានការឲ្យគេធ្វើតេស្តទៅលើទឹកដែលប្រើប្រាស់រួចហើយនៅលើយន្តហោះដែលធ្វើដំណើរចាក់ចេញមកពីប្រទេសចិនលទ្ធផលវិជ្ជមានកូវីដនៅក្នុងទឹកដែលប្រើប្រាស់រួចទៅហើយនោះនៅក្នុងយន្តហោះភិរៈគឺនឹងមិនទៅធ្វើឲ្យគេនឹងត្រូវតែចាប់បញ្ជូនអ្នកដំណើរមកពីចិនឲ្យត្រឡប់ចូលទៅប្រទេសវិញនោះទេក៏ប៉ុន្តែគោលដៅសំខាន់នៃការសិក្សារបស់ប្រទេស Belgium ជាដើមគឺដើម្បីសិក្សាដឹងថាតើមានមេរោគកូវីដនៅក្នុងទឹកដែលប្រើប្រាស់រួចហើយនៅក្នុងយន្តហោះរបស់ចិនដែរឬទេបើសិនជាមេរោគកូវីដមានវត្តមាននៅក្នុងទឹកបង្គន់ទឹកដែលប្រើប្រាស់រួចហើយនៅក្នុងយន្តហោះថាតើវាជាប្រភេទមេរោគកូវីដបំផ្លាញខ្លួនថ្មីមួយណាតើវាអាចជាមេរោគកូវីដបំផ្លាញខ្លួនថ្មីដែលអាចគ្រោះថ្នាក់ជាងមេរោគកូវីដសប្តាហ៍ថ្ងៃនេះដែរឬទេក្រៅតែពីអឺរ៉ុបអូស្ត្រាលីហើយនិងកាណាដាភារៈអាមេរិកមានគម្រោងផងដែរថានឹងធ្វើតេស្តទៅលើទឹកដែលប្រើប្រាស់រួចហើយនៅក្នុងយន្តហោះដែលធ្វើដំណើរមកពីប្រទេសចិនណាភារៈ